នាងខ្ញុំមានស្រុកកំណើតនៅរាជធានីភ្នំពេញជាកូននៃគ្រួសារដែលមានឪពុកជាគ្រូបង្រៀនហើយនិងម្ដាយជាអាជីវករលក់ដូរតិចតួចនៅក្នុងផ្សារហើយនេះខ្ញុំមានបងប្អូន2នាក់តែសំណាងមិនសូវជាល្អប៉ុន្មានទេពីព្រោះថាឪពុកម្ដាយរបស់នាងខ្ញុំគាត់បែកបាក់គ្នាតាំងពីនាងខ្ញុំនៅតូចអញ្ចឹងហើយតាំងពីពេលដែលគាត់បែកបាក់គ្នានាងខ្ញុំត្រូវបានចិញ្ចឹមបីបាច់ដោយជីដូនរបស់នាងខ្ញុំយើងដឹងហើយថាកុមារដែលរស់នៅក្នុងគ្រួសារដែលមានឪពុកម្ដាយបែកបាក់គ្នាបញ្ហាលំបាកជាងគេគឺផ្លូវចិត្តហើយបន្ទាប់មកគឺកត្តាជីវភាពនេះឯងយើងពិបាកនៅក្នុងការរកចំណូលឪពុកខ្ញុំគាត់រកចំណូលម្នាក់ឯងហើយត្រូវចិញ្ចឹមកូនចិញ្ចឹមគ្រួសារអញ្ចឹងហើយនាងខ្ញុំអត់សូវបានទៅរៀនរត់ដល់ដូចគេប៉ុន្មានទេហើយបន្ទាប់ពីខ្ញុំចប់ទី12ខ្ញុំត្រូវត្រឡប់មករស់នៅខេត្តសៀមរាបដោយសារតែខ្ញុំចង់បានឱកាសរៀនហើយនឹងឱកាសរៀនសូត្របន្តទៅសាកលវិទ្យាល័យក៏ដូចជាធ្វើការងារបណ្ដាសំណាងល្អខ្ញុំបានស្វែងរកឃើញអាហារូបករណ៍របស់ J-Walk ហើយនៅពេលដែលខ្ញុំទទួលបានអាហារូបករណ៍ខ្ញុំរៀន Project Management ពីព្រោះខ្ញុំចង់ធ្វើការងារពាក់ព័ន្ធជាមួយការសរសេរគម្រោងហើយស្នើសុំលុយដើម្បីជួយសហគមន៍ខ្ញុំពិតជាសប្បាយរីករាយមែនទែនពីព្រោះថាឱកាសអាហារូបករណ៍នេះបានធ្វើឲ្យខ្ញុំរៀនចប់បញ្ញាបត្រហើយមានការងារធ្វើទៅតាមក្តីសម័យរបស់ខ្ញុំបច្ចុប្បន្ននេះខ្ញុំកំពុងតែបម្រើការងារផ្នែករដ្ឋបាលហើយនិងហិរញ្ញវត្ថុនៅក្នុងអង្គការក្រៅរដ្ឋាភិបាលមួយមុននឹងខ្ញុំចាប់នៅតំណែងរដ្ឋបាលហ្នឹងគឺខ្ញុំបានធ្វើការងារជាអ្នកសម្របសម្រួលទៅលើកម្មវិធីអាហារូបករណ៍ដូចគ្នាដែររយៈពេល 4-5 ឆ្នាំមុនដែលខ្ញុំមានមោទនភាពរាល់ថ្ងៃគឺខ្ញុំមានឱកាសបម្រើការងារនៅក្នុងស្ថាប័នដែលផ្ដល់នៅការជួយដោយឥតលក្ខខណ្ឌដោយសារតែស្ថានភាពគ្រួសាររបស់ខ្ញុំអត់ដែលបានសម័យថាខ្ញុំនឹងដើរមកដល់ទីនេះទេនៅក្នុងថ្ងៃនេះប៉ុន្តែឱកាសអាហារូបករណ៍នឹងពិតជាបានធ្វើឲ្យខ្ញុំមើលឃើញថាខ្លួនឯងបានផ្លាស់ប្ដូរច្រើនមិនត្រឹមតែកត្តាជីវភាពគឺថែមទាំងគេហៅថា mindset ផ្នត់គំនិតរបស់ខ្ញុំគិតថាចំណេះដឹងមួយដែលខ្ញុំទទួលបានហើយខ្ញុំតែងតែ appreciate ហ្នឹងគឺការងារស្ម័គ្រចិត្តចាពីព្រោះនៅក្នុងអំឡុងពេលហ្នឹងយើងទទួលបានអាហារូបករណ៍ហើយយើងត្រូវបំពេញការងារស្ម័គ្រចិត្តនៅពេលដែលយើងមានម៉ោងទំនេរហើយខ្ញុំចាំបានថាខ្ញុំធ្វើជាមន្ត្រីដែលជួយផ្ដល់កម្ចីគេហៅថាទុនសម្រាប់គ្រួសារដែលគាត់ត្រូវការទុនដើម្បីបរិយាអាជីវកម្មដើម្បីជួយ support គ្រួសារគាត់ដូចគ្នាដែរហើយជំនាញហ្នឹងគឺជាទុនដែលធំបំផុតសម្រាប់ខ្ញុំដែលជួយ support ទៅលើមុខវិជ្ជាដែលខ្ញុំបានរៀនហើយសម្រាប់ខ្ញុំនៅពេលដែលខ្ញុំឆ្លងកាត់បទពិសោធន៍ហ្នឹងគឺធ្វើឲ្យខ្ញុំមានគំនិតមួយថាបើគ្រាន់តែចង់មានសេចក្តីសុខខ្លួនឯងមិនលំបាកទេប៉ុន្តែបើសិនបើយើងអាចមានឱកាសជួយអ្នកដទៃបានគឺជារឿងមួយដែលល្អហើយគឺជារឿងមួយដែលមនុស្សគ្រប់គ្នាគួរតែធ្វើខ្ញុំបានធ្វើជា mentor ទៅកាន់សិស្សប្អូនដែលគាត់នៅក្នុងកម្មវិធីអាហារូបករណ៍របស់ J-Walk ដូចគ្នាដែរពេលខ្លះខ្ញុំត្រូវបានអញ្ជើញឲ្យទៅចែករំលែកពីបទពិសោធន៍ក៏ដូចជាចំណេះដឹងខ្លះៗទៅកាន់បងប្អូនយុវជននៅតាមវិទ្យាល័យដើម្បី inspire ពួកគាត់ចាដើម្បីឲ្យគាត់មានកម្លាំងចិត្តហើយគាត់អាចឆ្លងកាត់ឧបសគ្គបានមិនងាយបោះបង់នៅពេលដែលគាត់ជួបការលំបាកហើយម្ចាស់ជំនួយទាំងអស់ដែលគាត់មានលទ្ធភាពគាត់អាចធ្វើការបរិច្ចាគជួយនិស្សិតរបស់យើងមិនមែនគាត់គ្រាន់តែជួយនិស្សិតតែម្នាក់ទេប៉ុន្តែគាត់កំពុងតែរួមចំណែកជួយទៅដល់សហគមន៍ក៏ដូចជាប្រទេសកម្ពុជាយើងទាំងមូលតែម្ដងពីព្រោះថានិស្សិតរបស់យើងនៅពេលដែលគាត់រៀនចប់គាត់បានប្រើចំណេះជំនាញរបស់គាត់បម្រើការងារក៏ដូចជាផ្ដល់ត្រឡប់ទៅវិញទៅកាន់សហគមន៍ហើយនឹងមនុស្សនៅជុំវិញខ្លួនគាត់ដើម្បីមានឱកាសដូចជាពួកគាត់ដែរ